សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Sunday Official ខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់បងប្អូនទាំងអស់គ្នាខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នាក្រោយពីរបបខ្មែរក្រហមត្រូវបានដួលរលំនៅដើមឆ្នាំ1979ប្រជាជនខ្មែររាប់សែននាក់បានរត់ភៀសខ្លួនឆ្លងដែនទៅកាន់ប្រទេសថៃដើម្បីគេចពីសង្គ្រាមនិងការអត់ឃ្លាននៅពេលនោះរដ្ឋាភិបាលថៃបានយល់ឃើញថាចំនួនជនភៀសខ្លួនមានច្រើនពេកដែលបង្កជាបន្ទុកសន្តិសុខនិងសេដ្ឋកិច្ចដល់ពួកគេនៅថ្ងៃទី12ខែមិថុនាឆ្នាំ1979កងទ័ពថៃបានចាប់ផ្ដើមប្រមូលផ្ដុំជនភៀសខ្លួនខ្មែរដែលកំពុងស្នាក់នៅតាមជំរំផ្សេងៗដាក់លើរថយន្តក្រុងរាប់រយគ្រឿងអាជ្ញាធរថៃបានប្រាប់ជនភៀសខ្លួនទាំងនោះថាពួកគេនឹងត្រូវបញ្ជូនទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាមុនឬត្រៀមបញ្ជូនទៅកាន់ប្រទេសទី3ប៉ុន្តែតាមពិតទៅរថយន្តទាំងនោះបានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ភ្នំដងរែកក្បែរប្រាសាទព្រះវិហារនៅពេលរថយន្តទៅដល់កំពូលភ្នំកងទ័ពថៃបានបង្ខំឲ្យជនភៀសខ្លួនខ្មែរចន្លោះពី 42,000 នាក់ទៅ 45,000 នាក់ចុះពីលើរថយន្តហើយប្រើកំភ្លើងភ្ជង់បង្ខំឲ្យពួកគេដើរចុះទៅក្នុងច្រកភ្នំដងរែកដែលជាតំបន់ព្រៃក្រាស់និងមានកប់ពេញដីផ្លូវមរណៈផ្លូវដែលត្រូវចុះទៅក្រោមគឺជាជ្រោះចោតអ្នកដែលស្ទើរមិនព្រមចុះឬព្យាយាមរត់ត្រឡប់មកវិញត្រូវបានកងទ័ពថៃបាញ់សម្លាប់ភ្លាមនៅពេលប្រជាជនព្យាយាមដើរចុះទៅខាងក្រោមពួកគេបានជន់មីនផ្ទុះស្លាប់និងមានរបួសរាប់មិនអស់សម្លេងផ្ទុះមីនលាយឡំនឹងសម្រែកយំសោកបានបន្លឺឡើងពេញព្រៃអ្នកដែលរស់រានមានជីវិតពីការធ្លាក់ជ្រោះនិងការផ្ទុះមីនត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ថ្មីទៀតដូចជាការអត់ឃ្លានពួកគេគ្មានអាហារគ្មានទឹកផឹកហើយត្រេកដេកក្បែរសាកសពដែលកំពុងរលួយនិងបង្កឲ្យមានជំងឺឧដស្វាយនិងរារស់បានសម្លាប់មនុស្សជាច្រើនបន្ថែមទៀតការបាញ់កំភ្លើងធំកងទ័ពថៃត្រូវបានគេរាយការណ៍ថាបានបាញ់កំភ្លើងធំពីលើភ្នំសំដៅទៅរកក្រុមជនភៀសខ្លួនដែលនៅសេសសល់ខាងក្រោមដើម្បីកុំឲ្យពួកគេត្រឡប់ឡើងមកវិញលទ្ធផលនៃសោធនកម្មនេះយោងតាមរបាយការណ៍អន្តរជាតិនិងសាក្សីដែលនៅរស់មានមនុស្សប្រហែល 3,000 ទៅ 5,000 នាក់បានបាត់បង់ជីវិតក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃជនភៀសខ្លួនដែលនៅសល់ត្រូវធ្វើដំណើរថ្មើរជើងកាត់ព្រៃនិងមានរាប់សិបគីឡូម៉ែត្រដើម្បីស្វែងរកផ្លូវចេញប៉ុន្តែមុននឹងត្រូវកងទ័ពវៀតណាមឬខ្មែរក្រហមចាប់ខ្លួនឬបន្តស្លាប់តាមផ្លូវព្រឹត្តិការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនិងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិបានដាក់សម្ពាធលើប្រទេសថៃឲ្យបញ្ឈប់ការបណ្តេញជនភៀសខ្លួនដោយបង្ខំតាមវិធីសាស្ត្រហៅក្រក្រៅបែបនេះចំពោះព្រឹត្តិការណ៍ដែលជាគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីឆ្នាំ2007គឺជាព្រឹត្តិការណ៍ដ៏រន្ធត់និងស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរកម្ពុជានៅព្រឹកថ្ងៃច័ន្ទទី25ខែមិថុនាឆ្នាំ2007យន្តហោះធុនអង្គតូណូវ AN-24 ផលិតនៅសូវៀតរបស់ក្រុមហ៊ុនអាកាសចរ PMT Air ជើងហោះហើរលេខ U4 241បានហោះចាក់ចែងពីព្រលានយន្តហោះអន្តរជាតិសៀមរាបនៅម៉ោង 10 ព្រឹកគោលដៅគឺឆ្ពោះទៅកាន់ក្រុងព្រះសីហនុដែលកាលនោះជាផ្លូវហោះហើរទេសចរថ្មីថ្មោងនៅលើយន្តហោះមានមនុស្សសរុប22នាក់អ្នកដំណើរ16នាក់ជនជាតិកូរ៉េខាងត្បូង13នាក់ភាគច្រើនគឺជាអ្នកទេសចរមកជាគ្រួសារនិងជនជាតិឆែក2នាក់អាកាសយានិកា6នាក់អាកាសយានិកម្នាក់គឺជាជនជាតិអ៊ុស្បេគីស្ថានជាអ្នកបញ្ជាផ្ទាល់និងបុគ្គលិកជាជនជាតិខ្មែរ5នាក់ទៀតនាទីចុងក្រោយមុនការបាត់ដានយន្តហោះក្រុងនឹងចោះចាត់នៅក្រុងព្រះសីហនុនៅម៉ោងប្រហែល 10:40 ព្រឹកប៉ុន្តែនៅវេលាម៉ោង 10:37 ព្រឹកពលគឺត្រឹមតែ5នាទីមុនការចោះចាត់យន្តហោះបានបាត់ការតាក់ទងពីប្រព័ន្ធរ៉ាដាទាំងស្រុងខណៈពេលកំពុងហោះហើរកាត់តំបន់ជួរភ្នំដំរីឬភ្នំខ្មោចក្នុងខេត្តកំពតតាមសេចក្តីរាយការណ៍អាកាសធាតុនៅពេលនោះគឺអាក្រក់ខ្លាំងណាស់មានភ្លៀងធ្លាក់ដួលកញ្ចាក់ទឹកខ្យល់បក់ខ្លាំងនិងមានអបក្រាស់ខ្មឹកដែលធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញភ្នំនៅពីមុខឡើយការរកដ៏លំបាកបំផុតរយៈពេល48ម៉ោងក្រោយការបាត់ដានរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអាសន្នភ្លាមសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកាលនោះបានបញ្ជាឲ្យមានការរកទ្រង់ទ្រាយធំកម្លាំងរកកងទ័ពនិងសមត្ថកិច្ចជាង 2,500 នាក់ត្រូវបានដាក់ពង្រាយចូលក្នុងព្រៃឧបសគ្គតំបន់ភ្នំខ្មោចគឺជាព្រៃស្បាតភ្នំចោតនិងគ្មានផ្លូវធ្វើដំណើរឡើយ
យន្តហោះហោះហើររកពីលើអាកាសក៏ជួបការលំបាកដោយសារអបបាំងជិតរដ្ឋាភិបាលបានប្រកាសផ្តល់ប្រាក់រង្វាន់$5,000ដល់អ្នកណាដែលរកឃើញយន្តហោះមុនគេបន្ទាប់ពីបាត់ខ្លួនអស់2ថ្ងៃនៅព្រឹកថ្ងៃទី27ខែមិថុនាឧទ្ធម្ភាគចក្ររករកបានប្រទះឃើញបំណែកយន្តហោះដែលបាក់ជាកង់នៅលើកំពូលភ្នំខ្មោចកម្ពស់ប្រហែល500ម៉ែត្រទិដ្ឋភាពនៅកន្លែងកើតហេតុយន្តហោះបានបោកផ្ទប់នឹងកំពូលភ្នំយ៉ាងខ្លាំងរហូតបែកខ្ទេចនិងធ្លាក់រាយប៉ាយគ្មានអ្នករស់រានមានជីវិតឡើយមនុស្សទាំង22នាក់បានស្លាប់ភ្លាមនៅនឹងកន្លែងសាកសពខ្លះត្រូវបានរកឃើញក្នុងយន្តហោះនិងខ្លះទៀតខ្ទាតចេញមកក្រៅហេតុនៃគ្រោះថ្នាក់តាមការស៊ើបអង្កេតជាផ្លូវការមូលហេតុចម្បងមាន2យ៉ាងកត្តាអាកាសធាតុព្យុះនិងអបធ្វើឲ្យអ្នកបើកបរមិនមើលឃើញស្ថានភាពដី CFIT និងកំហុសបច្ចេកទេសនិងការគ្រប់គ្រងយន្តហោះ Antonov AN-24 នោះមានអាយុកាលចាស់ហើយក្រុមហ៊ុន PMT Air ត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះស្តង់ដារសុវត្ថិភាពក្រោយព្រឹត្តិការណ៍នេះក្រុមហ៊ុន PMT Air ត្រូវបានបង្ខំឲ្យផ្អាកដំណើរការតាមពិតឈ្មោះភ្នំខ្មោចគឺជាឈ្មោះដែលអ្នកភូមិតំបន់នោះហៅតាំងពីដើមមកដោយសារវាជាតំបន់ព្រៃជ្រៅស្ងាត់ស្ងុំនិងពិបាកចូលទៅឲ្យប៉ុន្តែក្រោយសូដានកម្មនេះឈ្មោះភ្នំខ្មោចកាន់តែល្បីសុសសាយនិងបង្កឲ្យមានភាពព្រឺព្រួយកាន់តែខ្លាំងនៅក្នុងអារម្មណ៍ប្រជាជនខ្មែរបន្ទាប់ពីរោគខីទីតាំងយន្តហោះធ្លាក់នៅព្រឹកថ្ងៃទី27ខែមិថុនាឆ្នាំ2007ប្រតិបត្តិការដែលពិបាកបំផុតគឺការដឹកជញ្ជូនសាកសពចេញពីតំបន់ភ្នំខ្មោចឧបសគ្គដីធ្លីដោយសារយន្តហោះធ្លាក់ក្នុងជ្រោះនិងលើកំពូលភ្នំដែលមានដើមឈើធំគ្របដណ្ដប់ឧទ្ធម្ភាគចក្រមិនអាចចកចតបានឡើយកងកម្លាំងពិសេសត្រូវចោះពីឧទ្ធម្ភាគចក្រតាមរយៈខ្សែពួរដើម្បីទៅដល់កន្លែងកើតហេតុស្ថានភាពសាកសពភាគច្រើនមានសភាពតក់ទីននិងខ្លះទៀតបែកបាក់ដោយសារកម្លាំងបោកផ្ទប់ដ៏ខ្លាំងក្រុមសង្គ្រោះត្រូវប្រើកម្លាំងធ្មើជើងសែងសាកសពទាំង22នាក់កាត់ព្រៃភ្នំទាំងភ្លៀងធ្លាក់រហូតដល់កន្លែងដែលឧទ្ធម្ភាគចក្រអាចលើកយោងសាកសពឡើងបានការបញ្ជូនទៅភ្នំពេញសាកសពទាំងអស់ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រមកកាន់មន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិជ័យនិងរៀបចំបញ្ជូនទៅប្រទេសកំណើតវិញគណៈកម្មាធិការស៊ើបអង្កេតគ្រោះថ្នាក់ដែលដឹកនាំដោយរដ្ឋលេខាធិការអាកាសចរស៊ីវិលបានរកឃើញចំណុចសំខាន់ដែលនាំឲ្យមានសោកនាដកម្មនេះកំហុសអ្នកបើកបរជនជាតិអ៊ូស្បេគីស្ថានហាក់ដូចជាមានការភ័ន្តច្រឡំលើកម្ពស់ហោះហើរនិងទីតាំងភូមិសាស្ត្រដោយសារមើលមិនឃើញដីយន្តហោះបានហក់ក្នុងកម្ពស់ទាបពេកខណៈពេលកំពុងឆ្លងកាត់ជួរភ្នំមានរបាយការណ៍ថាអ្នកបញ្ជាចរាចរណ៍ផ្លូវអាកាសបានផ្ដល់ដំណឹងអំពីអាកាសធាតុអាក្រក់ប៉ុន្តែអ្នកបើកបរនៅតែបន្តដំណើរការចោះចតហើយយន្តហោះ AN-24 នោះមិនមានបំពាក់ប្រព័ន្ធព្រមមានការបុកទង្គិចនឹងដីទំនើបដែលអាចផ្ដល់សញ្ញាឲ្យអ្នកបើកហក់ឡើងលើវិញតនពេលនោះទេសោកនាដកម្មនេះបានคล้ายទៅជាចំណុចខ្មៅងងឹតនៃវិស័យអាកាសចរកម្ពុជានៅពេលនោះការបាត់បង់ទំនុកចិត្តភ្ញៀវទេសចរអន្តរជាតិមានការភ័យខ្លាចក្នុងការហោះហើរក្នុងស្រុកយុតិធធសម្រាប់ជនរងគ្រោះជនជាតិកូរ៉េខាងត្បូងបានដាក់ពាក្យបណ្ដឹងទាមទារសំណងយ៉ាងសន្ធឹកសន្ធាប់ពីក្រុមហ៊ុនការបិទទ្វារក្រុមហ៊ុនដោយសារសម្ពាធពីអន្តរជាតិនិងការធ្លាក់ចុះនៃអាជីវកម្មយ៉ាងខ្លាំងរួមទាំងបញ្ហាសុវត្ថិភាពដែលមិនអាចកែខៃបានក្រុមហ៊ុន PMT Air ត្រូវបានបង្ខំឲ្យបញ្ឈប់រាល់ការហោះហើរទាំងអស់និងបិទទ្វារជាស្ថាពរក្នុងឆ្នាំ2008សោកនាដកម្មភ្នំខ្មោចមិនត្រឹមតែជាការបាត់បង់ជីវិតមនុស្ស22នាក់ក្នុងប្រព្រឹត្តភ្នែកនោះទេប៉ុន្តែវាគឺជាមេរៀនឈាមដែលបានដាស់តឿនដល់វិស័យអាកាសចរកម្ពុជាឲ្យពង្រឹងនូវស្តង់ដារសុវត្ថិភាពយ៉ាងតឹងរ៉ឹងរហូតមកដល់សព្វថ្ងៃបច្ចុប្បន្នតំបន់ភ្នំខ្មោចនៅតែជាកន្លែងដ៏ស្ងប់ស្ងាត់ដែលរក្សាទុកនូវរឿងរ៉ាវដ៏សោកសៅបំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរ